ប្តីរបស់ខ្ញុំការទៅម្កាយហើយដំបងធ្លាប់បបួលខ្ញុំរស់នៅបាយផ្ទះជាមួយពុកម្ដាយគាត់ចង់រស់នៅបាយផ្ទះផ្សេងគ្នាអញ្ចឹងបងប្អូនមិនមែនកូនប្រសាអ្នកចង់នៅបាយផ្ទះតែជាកូនបកាចង់នៅបាយផ្ទះវិញគាត់ថាខ្លាចខ្ញុំនៅជាមួយម៉ែពុកគាត់អត់សុខគ្នាអញ្ចឹងដោយសារភាគច្រើនកូនប្រសាសុខចិនអត់ចង់នៅជាមួយពុកម្ដាយក្មេកទេទៅជាមិនមែនកូនប្រសាអ្នកចង់បាយផ្ទះទៅជាកូនបកាចង់រស់នៅបាយផ្ទះពីឪពុកម្ដាយវិញគាត់ថាខ្លាចខ្ញុំនឹងរស់នៅអត់សុខហើយគាត់ពិបាកបែងចែកម៉ែផងប្រពន្ធផងខ្ញុំក៏អាសារំគាត់ដែរថាកុំគិតអញ្ចឹងណាមួយម៉ែក្មេកក៏អត់សូវអក្រក់អីជាមួយខ្ញុំដែរគាត់ល្អជាមួយខ្ញុំហ្នឹងមិនដែរឆ្លោះគ្នាអីផងហ្នឹងគាត់ថាខ្លាចយូរទៅនៅមួយគ្នាអត់សុខហើយគាត់ពិបាកអញ្ចឹងណាហើយខ្ញុំថាអីទេចេះតែរងាប់គាត់ថាព្រោះអីមានកូនប្រុសតែគាត់ម្នាក់ឯងទេហើយបងថ្លៃខ្ញុំគាត់ស្រីគាត់ត្រូវទៅនៅខាងប្តីបាត់ហើយអញ្ចឹងអាណិតពួកគាត់ចាស់អស់ហើយទៅណាចោលគាត់អញ្ចឹងហើយរាល់ថ្ងៃនេះបានគាត់ជួយមើលថែកូនមួយជួយមើលថែចៅអីអញ្ចឹងទៅយើងក៏ងាយស្រួលដែរបើសិនជាប៉ះពួកគាត់អត់ល្អអីក៏ខ្ញុំចង់បាយផ្ទះដែរបងប្អូនតែដោយសារឪពុកម្ដាយក្មេកខ្ញុំគាត់ល្អគាត់ស្លូតជាមួយពួកខ្ញុំគាត់ចិត្តបានអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំអត់ចង់បាយផ្ទះជាមួយពួកគាត់ទេគ្នាមានឪពុកម្ដាយក្មេកទៅបានពួកគាត់នៅចិត្តចៅផងណាមួយប៉ាក្មេករបស់ខ្ញុំគាត់ចេញទៅធ្វើការនៅខាងក្រៅហ្នឹងតោះថាយូរកន្លះឆ្នាំមួយឆ្នាំអីបានមកផ្ទះម្ដងហើយម៉ែក្មេកខ្ញុំគាត់នៅផ្ទះម្នាក់ឯងតែបើសិនជាពួកខ្ញុំបាយផ្ទះទៀតដឹងតែនៅតែគាត់ម្នាក់ឯងហើយគាត់ស្ងប់ស្ងាត់ដែរទៅពេលអញ្ចឹងនៅជុំគ្នាបានពី3នាក់ថ្ងៃហ្នឹងបាននៅផ្ទះ3នាក់ម៉ែក្មេកហើយនឹងអូនអ៊ីហ្នឹងទៅម៉ែក្មេកជួយមើលអូនទៅរៀងអត់សូវស្ងាត់ផ្ទះអញ្ចឹងបងប្អូនបើសិនជាថាពួកខ្ញុំបាយផ្ទះចេញទៀតម៉ែក្មេកខ្ញុំដឹងតែនៅម្នាក់ឯងហើយឈឺយប់ប្រលប់អីមិនទាំងមានគេមើលទេពួកអីបងថ្លៃរបស់ខ្ញុំហ្នឹងគាត់ទៅនៅរៀងឆ្ងាយដែរផ្ទះខាងប្តីរបស់គាត់ហ្នឹងជីខ្ទង់1 ម៉ោងជាងអីបានដល់ហើយពួកគាត់ចាស់ចំណាស់ហ្នឹងអស់ហើយមានពឹងអីគេគឺពឹងកូនចៅនឹងឯងដោយសារគាត់មានពឹងណាគេទៀតចាស់ស្រុកចិនភាគច្រើនហ្នឹងពឹងលើកូនប្រុសព្រោះអីកូនស្រីតែពេលរៀបការអីអស់ហើយដឹងទេការនៅខាងប្តីអស់ហើយដល់ពេលកូនប្រុសហ្នឹងរៀបការនៅផ្ទះនៅជួយមើលថែឪពុកម្ដាយអញ្ចឹងតែបើអ្នកខ្លះទៅក៏គេនៅផ្ទះផ្សេងពីឪពុកម្ដាយដែរតែគេនៅតែទៅអើតម៉ែប៉ាគេធម្មតាអញ្ចឹងបងប្អូនតែដូចម៉ែក្មេកខ្ញុំអីគាត់រៀងស្រួលពេលនៅជាមួយពួកខ្ញុំអីមិនដែលមានធ្វើឆ្លោះទាស់តែងអីទេគាត់ស្រួលជាមួយខ្ញុំណាកូនភាសាម៉ែក្មេកភាគច្រើនមិនថាអ្នកណាទេបងប្អូនវាមានល្អកកទីតិចតួចប៉ុន្តែអត់ច្រើនចំណុចល្អគាត់មានខ្ទង់ចិត្តទៅ80%ឯងអត់ល្អនឹងមានតែតិចទេដល់ពេលអញ្ចឹងយើងអាចនៅជាមួយគ្នាបានធម្មតាចានក្នុងរាវមានប៉ះពាល់គ្នាតិចតួចឯងរឿងថាអត់ឲ្យប៉ះគ្នាសោះគឺនៅតែមានគ្រាន់តែថាចំណុចអាក្រក់របស់គាត់គឺអត់មានទេមានតិចបំផុតហ្មងហើយខ្ញុំរស់នៅជាមួយប្តីរបស់ខ្ញុំនេះរហងៃដោយសារតែម៉ែក្មេកខ្ញុំហ្នឹងឯងគាត់ចិត្តបានមែនតែនហ្មងបើថាយើងចង់ធ្វើអីចង់ញ៉ាំអីឬ support យើងគ្រប់បែបយ៉ាងហ្មងអត់ចេះហាមឃាត់យើងទេស្មែងការធ្វើម្ហូបក៏អីអញ្ចឹងអត់រើសទេបងប្អូនឯងខ្ញុំធ្វើម្ហូបខ្មែរពេលណាអត់ចេះថារើសអើមរបស់យើងទេញ៉ាំពេញមាត់ហ្មងម៉ែតែគាត់ញ៉ាំបានខ្លួនឯងរៀងឆ្ងាញ់អីអញ្ចឹងដឹងតែអួតប្រាប់ក្មួយឬក៏អ៊ំពូមេងចិត្តផ្ទះអីអញ្ចឹងទៅខាងបងប្អូនថាកូនភាសាគាត់ឥឡូវចេះធ្វើម្ហូបឆ្ងាញ់ម្ហូបចិនក៏ចេះម្ហូបខ្មែរក៏ចេះដែរហើយម្ហូបខ្មែរហ្នឹងធ្វើបែបប្លែកៗឲ្យគាត់ញ៉ាំបានសាកអញ្ចឹងទៅហើយក្មួយមកសាកភ្លក់រសជាតិនិយាយទៅអត់រើសអើមរបស់យើងទេបងប្អូនពេលអញ្ចឹងខ្ញុំចូលចិត្តគាត់មែនតែនសូម្បីថាយើងធ្វើបែបខ្មែរប្លែកខ្លាំងខុសពីម្ហូបចិនហ្នឹងក៏គាត់សាករបស់យើងដែរតែគ្រាន់ថាគ្រួសារតែខ្ញុំភាគច្រើនគឺអត់ចូលចិត្តប្រភេទជាទឹកស៊ុបទេអញ្ចឹងបើខ្ញុំអត់សូវធ្វើជាប្រភេទទឹកស៊ុបស្ងោរសឡអីបែបខ្មែរខ្ញុំចូលចិត្តតែរបៀបផ្ទាប់ឬក៏ទឹកបកាទឹកត្រីកោះកុងត្រីដុតឬក៏ប្រភេទញោមប្រភេទអីចឹងទៅអាហ្នឹងគ្រួសារខ្ញុំចូលចិត្តញ៉ាំវិញព្រោះអីយើងតាមទំនៀមទម្លាប់ដែរបងប្អូនការហូបចុកអីតំបន់មួយខុសៗគ្នាអញ្ចឹងដូចយើងនៅខ្មែរយើងចូលចិត្តម្ហូបខ្មែរយើងមកចិនយើងអត់សូវចូលចិត្តម្ហូបចិនអញ្ចឹងប៉ុន្តែតើពួកគាត់ចិនអាចញ៉ាំបានសឹងគ្រប់មុខរបស់ខ្មែរគ្រាន់តែថារបៀបទឹកស៊ុបអីគឺពួកគាត់អត់ចូលចិត្តខ្ញុំក៏អត់ធ្វើដែរតែគ្រាន់តែថាពួកគាត់អត់ចេះរើសអើងរបស់យើងទេបងប្អូនអើយ